នេះដែរមីខ្លះខ្មុំក្រហមរសជាតិសាច់ជ្រូកចិញ្ច្រាំអូខេដល់ម៉ោងយើងត្រូវ live ហើយដូចជា clean ដល់នេះដល់ live ហើយសតតែប្រហែលនាទីទៀតធ្វើអីញ៉ាំតន់ហើយរកអីញ៉ាំតន់ហើយនេះដែរមីខ្លះខ្មុំក្រហមរសជាតិសាច់ជ្រូកចិញ្ច្រាំហើយយើងទៅឆុងទាំងអស់គ្នានេះគឺមីខ្លាឃ្មុំក្រហមរសជាតិសាច់ជ្រូកចិញ្ច្រាំប្រភេទកំប៉ុងចំណុះ65ក្រាមយើងគ្រាន់តែធ្វើការឆុងបើកកំប៉ុងមកដើម្បីធ្វើការឆុងទាំងអស់គ្នាពេលដែលបើកកំប៉ុងដាក់គ្រឿងសមនិងអំបិលមីនិងគ្រឿងរបស់មីផងដែរអញ្ចឹងយើងគ្រាន់តែចាក់ជាមួយនឹងអំបិលមីចូលក៏ដូចជាគ្រឿងរបស់មីចូលនោះជាការស្រេចហើយគ្រាន់តែគ្នាធ្វើការចាក់ជាមួយនឹងទឹកក្តៅចាក់ចូលទឹកក្តៅមកដាក់ឲ្យជាមួយនឹងត្រឹមក្រិតរបស់កំប៉ុងដែលបានកំណត់ទុកឲ្យអ្នកទាំងអស់គ្នានោះជាការស្រេចផងដែរហើយអ្នកទាំងអស់គ្នាគ្រាន់តែបិទទុករយៈពេល3នាទីអ្នកទាំងអស់គ្នាអាចនឹងធ្វើការញ៉ាំបានបាត់ហើយងាយស្រួលតែមែនទែនបើតែសៃមីទៅគឺទំនោរឆ្ងាញ់យកតែមែនទែនទាំងស្វិតមើលទៅស្រួយបើដាក់ចូលមាត់មិនដឹងថាទុពាឆ្ងាញ់បែបណានោះទេចាំការទៀតតោះយើងយកទៅញ៉ាំទាំងអស់គ្នាអស់មកគឺធំក្លិនសាច់ជ្រូកចិញ្ច្រាំយកតែម្ដងវ៉ាវពងតែក្លៀនចេះត្រូវម៉ាច់ទៅតែម្ដងអូហូវ៉ាគាត់ដល់មើលផ្សែងគ្នាពេលតែដាក់ចូលមាត់ទៅគឺធំក្លិនសាច់ជ្រូកចិញ្ច្រាំនៅក្នុងមាត់យើងតែម្ដងដល់ខ្ញុំសាក់មួយម៉ាត់ទៀតវ៉ាវពេលដែលចូលនៅក្នុងមាត់ស្រួយស្វិតទំពាឆ្ងាញ់មាត់តែម្ដងពីមីខ្លាឃ្មុំក្រហមរសជាតិសាច់ជ្រូកចិញ្ច្រាំមើល topping មានទាំងពោតមានទាំងសាច់ជ្រូកចិញ្ច្រាំវ៉ាវញ៉ាំរហូតដល់អស់ពីកំប៉ុងបានហៅថាញ៉ាំមីខ្លាំងឃ្មុំក្រហមរសជាតិសាច់ជ្រូកចិញ្ច្រាំស្រួយស្វិតទំពាឆ្ងាញ់មាត់អញ្ចឹងមានកម្លាំងហើយបន្ទាប់ពីញ៉ាំមីខ្លាំងឃ្មុំក្រហមរសជាតិសាច់ជ្រូកចិញ្ច្រាំ Let's go ធ្វើការ live ឥឡូវនេះមីខ្លាំងឃ្មុំក្រហមរសជាតិសាច់ជ្រូកចិញ្ច្រាំមានទាំងកំប៉ុងនិងកញ្ចប់អ្នកអាចរកទិញបានតាមបណ្ដាតូបចាប់រួយឬក៏សារទំនើបនៅក្នុងប្រទេសជាណាចក្រកម្ពុជារកទិញទីណាក៏មានដែរទិញញ៉ាំអើយចាំការនេះ